តើបងខ្ញុំប្រាប់បងពីប្រសេសនៃដំណើរការរបស់ម៉ាស៊ីនណាអញ្ចឹងទី1វាឆ្លងកាត់ជាមួយនឹងធុងស្តុកទឹកខាងនេះគឺស្តុកទឹកនៅទឹកដងបងទឹកដងឬក៏ទឹកគីឡូដែលបងប្រើវាជាក់ស្ដែងនេះគឺប្រភពទឹកដើមអញ្ចឹងវាស្តុកទុកក្នុងស្តែននឹងមួយសិនហើយបន្ទាប់មកវាឆ្លងកាត់ចូលជាមួយនឹងម៉ូទ័រនេះតែនេះវាបូមចេញមកអញ្ចឹងទៅវារុញចូលជាមួយនឹងធុងចម្រោះយើងនេះអញ្ចឹងណាបងវាចូលធុងទី1ទី2ទី3ធុងទី1នេះសម្រាប់ចាប់កកដីទី2នេះបំបែកក្លិនហើយអានេះវាធ្វើឲ្យទឹកយើងសតុនឆ្ងាញ់អញ្ចឹងណាបងហើយចេញពីនឹងមកវាចូលរហូតមកដល់ឆ្នាំងសលៃនេះវាសម្រាប់ចាប់កកដីមួយតង់ទៀតបើករណីថាទី1នេះវាចាប់អត់អស់អញ្ចឹងនៅសេសសល់4-10% អញ្ចឹងណាបងចូលអានោះវាចាប់បតង់ទៀតហើយចេញពីនឹងមកវាចងកាត់ម៉ូទ័រមួយទៀតមានថាម៉ូទ័រទូចនេះវាជំរុញចូលធុង3តង់នេះហើយចូលដល់ឆ្នាំងសលៃអញ្ចឹងនៅពេលដែលរុញមកដល់ម៉ូទ័រធំនេះវារុញមួយតង់ទៀតវាមានថាវាចាប់បន្តទៀតរុញចូលក្នុង AO នេះអា4ដើមនេះបងអសសហ្នឹង4ដើមហ្នឹងគេហៅ AO នេះទូនាទីវាសម្រាប់បំលែងទឹកចេញជាទឹកសុទ្ធមួយហើយនឹងទឹកចោលហ្នឹងគឺទឹកហូរចោលខាងក្រៅទឹកសុទ្ធជាងហូរចូលនៅក្នុងស្តែនអញ្ចឹងវារុញចូលនៅក្នុង AO ហ្នឹងបន្ទាប់មកមានប្រព័ន្ធញែកទឹកចោលហើយនិងទឹកសុទ្ធអញ្ចឹងខាងទឹកសុទ្ធនេះវាចេញមកគឺវាឆ្លងកាត់ជាមួយនឹង UV ទៀត UV នេះវាសម្រាប់មេរោគបងដែលយើងអាចយកទៅឆុងទៅដោះគោកូនក្មេងបានហើយចេញពីហ្នឹងមកយើងមានបាត់ធុងទៀតធុងទី4ធុងនេះគឺធុងរសជាតិវាបន្ថែមទឹកយើងឲ្យសតុនឆ្ងាញ់ចុងមាត់ចឹងណាបងហើយចេញពីធុងហ្នឹងមកវាចូលទៅក្នុងស្តែនស្តុកទឹកសុទ្ធមួយទៀតបាទខាងនេះចឹងនេះអស់ឲ្យបងតែប៉ុណ្្នឹងទេប្រព័ន្ធដំណើរការរបស់វាហើយបន្ទាប់មកអានេះគឺតុកយើងសម្រាប់ workshop អីចឹងទៅមានម៉ូទ័រសម្រាប់បូមទឹកសុទ្ធដែលយើងចម្រោះរួចហើយបងវាបូមមកចូលកន្លែងតុកដែលយើង workshop មានដបកន្លះលីត្រ20លីត្រនៅលើនឹងចឹងទៅបាទនេះប្រសេសខ្លះចែកជូនបងប្អូនមើលបាទចឹងអានេះអស់ឲ្យបងប្អូនបាទអស់ឲ្យតែប៉ុណ្្នឹងទេសម្រាប់ប្រសេសនៃដំណើរការរបស់ម៉ាស៊ីនចឹងមានចម្ងល់អាចធ្វើការខមមិនខបានណាបងប្អូន